សូមជូនពរសម្ដេចម៉ែនិងសម្ដេចពុកជួបតែសេចក្តីសុខសេចក្តីចម្រើនអាយុវែងជាមលុបដល់កូនចៅតរៀងទៅលោកសេងគុណអភិបាលខណ្ឌមានជ័យនិងក្រុមការងារនាំយកអំណោយដ៏ខ្ពង់ខ្ពស់របស់សម្ដេចគតិប្រិទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនថវិកា4លានរៀលនិងសម្ភារៈមួយចំនួនជូនក្មួយស្រីលក់ពងទាកូនភ្នំពេញនាព្រឹកថ្ងៃអាទិត្យ13កើតខែផល្គុនឆ្នាំម្សាញ់សប្បស័កពុទ្ធសករាជ2569ត្រូវនៅថ្ងៃទី1ខែមីនាឆ្នាំ2026ដែលមានការចង្អុលបង្ហាញពីឯកឧត្តមខួងស្រេងអភិបាលនីគណៈអភិបាលរាជធានីភ្នំពេញលោកសេងគុណអភិបាលនីគណៈអភិបាលខណ្ឌមានជ័យនិងជាគណៈបញ្ជាការឯកភាពខណ្ឌមានជ័យបានដឹកនាំក្រុមការងារនាំយកអំណោយដ៏ខ្ពង់ខ្ពស់របស់សម្ដេចគតិប្រិទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជាថវិកាចំនួន4លានរៀលជូនដល់ក្មួយស្រីលក់ពងទាកូនឈ្មោះសៀតធីតាស្ថិតនៅភូមិខ្វៅលិចសង្កាត់ដង្កោខណ្ឌដង្កោរាជធានីភ្នំពេញអំណោយដែលបាននាំយកទៅប្រគល់ជូនតាមរយៈលោកអភិបាលខណ្ឌមានជ័យរួមមានអង្ករពីបេស្មើ100គីឡូក្រាមមីចំនួន2កេសភេសជ្ជៈ2កេសទឹកសុទ្ធ2កេសនិងថវិកាចំនួន4លានរៀលចុងបញ្ចប់ក្មួយស្រីសៀតធីតាដែលជាអ្នកលក់ពងទាកូនបានគោរពថ្លែងអំណរគុណទៅដល់សម្ដេចគតិប្រិទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែននិងសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានព្រឹទ្ធសភានៃកម្ពុជាព្រមទាំងបុត្រាបុត្រីចៅប្រុសចៅស្រីទទួលបាននៅសេចក្តីសុខគ្រប់ពេលវេលាកម្លាំងមាំមួននិងឈ្នះអស់មាសត្រូវជាពិសេសសូមប្រកបទៅដោយពុទ្ធពរទាំង4ប្រការគឺអាយុវណ្ណៈសុខៈពលៈកុំបីឃ្លៀងឃ្លាតឡើយសូមរំលឹកថាកាលពីថ្ងៃទី26ខែកុម្ភៈឆ្នាំ2026វេលាម៉ោង 15:47 នាទីមានករណីគ្រោះថ្នាក់ចរាចរណ៍នៅចំណុចមុខធនាគារហត្ថាផ្លូវមនីរ៉េតភូមិរស័យ2សង្កាត់ស្ទឹងមានជ័យ3ខណ្ឌមានជ័យរាជធានីភ្នំពេញរវាងរថយន្តម៉ាកលេខស៊ីពណ៌សពាក់ផ្លាកលេខភ្នំពេញ PCG 76 8គុតអ្នកបើកបររថយន្តឈ្មោះវ៉ាន់សុគន្ធាភេទស្រីអាយុ42ឆ្នាំមុខរបរមេផ្ទះមានទីលំនៅភូមិវាលឃុំវាលស្រុកកណ្ដៀងខេត្តពោធិ៍សាត់បានប៉ះជាមួយម៉ូតូរ៉ឺម៉ក Mack Dream ពណ៌ខ្មៅបើកបរដោយឈ្មោះសៀតធីតាភេទស្រីអាយុ16ឆ្នាំស្នាក់នៅភូមិខ្វៅលិចសង្កាត់ដង្កោខណ្ឌដង្កោរាជធានីភ្នំពេញសូមបញ្ជាក់ដែលថានារសៀលថ្ងៃទី28ខែកុម្ភៈឆ្នាំ2026វេលាម៉ោង 15:00 នាទីភាគីទាំងសងខាងបានមកជួបគ្នានៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យដោយភាគីខាងម៉ូតូរ៉ឺម៉កបានព្រមព្រៀងបញ្ចប់សំណុំរឿងដោយមិនទាមទារសំណងទេហើយពុំប្តឹងតវ៉ាគ្នាតទៅទៀតនិងសូមឲ្យម្ចាស់រថយន្តនិងម្ចាស់រ៉ឺម៉កធ្វើវីដេអូសុំទោសគ្នាទៅវិញទៅមកជាសាធារណៈនៅកំហុសខុសឆ្គងដែលបានកើតហេតុកន្លងមកករណីខាងលើបានចាប់សពគ្រប់នៅវេលាម៉ោង 16:10 នាទីនៅថ្ងៃខែឆ្នាំនិងកន្លែងដដែលមកទីនេះគឺសុំតបងប្អូនស្រីសុំតដោយស្ម័គ្រចិត្តហើយនេះជាកំហុសអចេតនាសូមបងប្អូនទាំងអស់គ្នាមហាជនទាំងអស់គ្នាជួយអធិស្ឋានដល់កំហុសនាងខ្ញុំហើយនាងខ្ញុំសន្យាថានឹងមិនមានលើកទី2ទៀតទេសូមបងប្អូនស្រីជួយអធិស្ឋានឲ្យផងអូនខ្ញុំអត់យកទុកបីអីទេគ្រាន់តែចង់ឲ្យអីទៅខ្លះបើសិនជាមានបាក់ពីអីពីទួយអីអធិស្ឋានបាទអធិស្ឋានទៅខ្ញុំក៏អត់ខំអត់យកទុកបីអីដែរដោយសារតែខ្ញុំក៏មានចំណែកខុសទៅប៉ះពីឡើងនេះដែរចា